ok cho lấy nhưng mà pram này nó điរបៀប add ចូល server ម្ដងអញ្ចឹងជាដំបូងអ្នកនរគ្នាគ្រាន់តែចូលមកកន្លែងហ្នឹងមកណាចូលមកកន្លែងនៅយើងគ្រាន់តែចូលមកដល់កន្លែង server ហ្នឹងមកអ្នកគ្នាគ្រាន់តែការចុចសញ្ញាបូកបន្ទាប់មកអ្នកនរគ្នាត្រូវវាយ IP របស់អង្គរ SMP ឬក៏ឈ្មោះ server របស់អ្នកនរគ្នាយកតែបានđây ឧទាហរណ៍ថា port អ្នកនរគ្នាវិញដាក់ឡើងវិញហ្នឹងមកអញ្ចឹងអង្គរ SMP ខ្ញុំ add តែប៉ុណ្្នឹងទេខ្ញុំចុចពាក្យថា add បន្ទាប់មកចំណុចនេះគឺអ្នកគ្នាគ្រាន់ធ្វើការចុចទៅលើអង្គរអញ្ចឹងពេលដែលអ្នកគ្នាចូលមកដល់ក្នុងនឹងហើយអ្នកគ្នានេះឃើញលេខកូដគេដាក់នៅខាងលើហ្នឹងអត់អញ្ចឹងអ្នកនរគ្នាគ្រាន់តែធ្វើការ copy មក copy ទុកមកបន្ទាប់មកអ្នកនរគ្នាធ្វើការចូលទៅក្នុង Minecraft របស់យើងអូខេអញ្ចឹងពេលដែលយើងចូលមកដល់ក្នុង Minecraft របស់យើងហើយអ្នកគ្នារងចាំវាបន្តិចទៅដោយសារវារៀង slow អញ្ចឹងអ្នកគ្នាត្រូវមើលកន្លែងហ្នឹងអញ្ចឹងយើងគ្រាន់តែធ្វើការចុច play មកយើងចុចមកកន្លែង add server យើង add server ដែលយើងបានធ្វើវាហ្នឹងណា add port ហើយនឹង IP ហ្នឹងឲ្យបានត្រឹមត្រូវតែដោយសារតែខ្ញុំ add រួចហើយនេះអង្គរ SMP ហ្នឹងហើយសារតែខ្ញុំបាន add រួចហើយអញ្ចឹងខ្ញុំមិនបាច់ add ទៀតទេខ្ញុំគ្រាន់តែការចុច play មកអញ្ចឹងពេលដែលខ្ញុំចុច play ចូលដល់ក្នុង game ខ្ញុំនឹងប្រាប់បន្តទៀតខ្ញុំអត់កាត់វីដេអូទេសូមអ្នកនរគ្នាមើលមួយណាអានេះវាពាក់ព័ន្ធជាមួយនឹង server តែលុះត្រាតែ server របស់អ្នកនរគ្នាចង់ចូលហ្នឹងគឺគេđãបានដាក់ plugin នឹងឲ្យស្រេចដែរទៅអ្នកនរគ្នាអាចចូលបាននិយាយគ្នាបានអញ្ចឹងតែបើសិនជា server មួយហ្នឹងគេបានដាក់ plugin ចូលទេក៏អ្នកនរគ្នាអាចនិយាយគ្នាបានដែរអញ្ចឹងឥឡូវឧទាហរណ៍ថាអ្នកនរគ្នាចូលម្ដង server នេះហើយហេតុអីក៏អាចនិយាយបានអញ្ចឹងហ្នឹងហើយវាអាចនិយាយបានទេអញ្ចឹងអ្នកនរគ្នាក៏ចូលមកកន្លែង comment មកហើយអ្នកនរគ្នាធ្វើការផាសលេខកូដអ្នកនរគ្នាបាញ់មិញហ្នឹងអ្នកនរគ្នាធ្វើការផាសវាមកហ្នឹងហើយអញ្ចឹងពេលអ្នកនរគ្នាផាសមកអ្នកឃើញអត់គឺអ្នកនរគ្នាអាចនិយាយបានហើយណាហ្នឹងហើយគឺអ្នកនរគ្នាអាចនិយាយបានហើយបើសិនជាវាបាំងមុខបាំងមាត់ពេកអ្នកនរគ្នាគ្រាន់ធ្វើការបិទចេះមកគឺវាលេងសើឃើញហ្នឹងហើយអញ្ចឹងអ្នកនរគ្នាគឺអាចលេងនៅក្នុង server បានហើយយើងអាចទៅនិយាយជាមួយគ្នាបានអញ្ចឹងណាហើយកន្លែងនេះបើសិនជាអត់ឮសំឡេងខ្ញុំទេខ្ញុំនឹងvoice over បន្ថែមអញ្ចឹងពេលដែលយើងចូលមកដល់ហ្នឹងយើងចង់បិទម៉ៃយើងបើកម៉ៃអីគឺបានស្រេចចិត្តហ្នឹងហើយយើងបើកបិទបើកស្រេចចិត្តហើយកន្លែងនេះកន្លែងយើងនិយាយអញ្ចឹងទៅយើងអាចសេរីកន្លែងនេះនិយាយឮសោយអញ្ចឹងទៅអូខេអញ្ចឹងពេលណាគ្នាលេងចប់អ្នកគ្នាចេញពី game វិញអ្នកគ្នាចេញពី game អស់ហើយហ្នឹងហើយបន្ទាប់មកអ្នកនរគ្នាធ្វើការ clear ចោលហើយវានៅតែជាប់ logo បែបនេះឃើញទេវាជាប់ logo អញ្ចឹងទាំងដែលយើងអស់កម្មវិធីអស់ហើយវានៅជាប់ logo អញ្ចឹងអ្នកគ្នាមិនបាច់ភ័យទេអ្នកគ្នាគ្រាន់ធ្វើការចូលមកក្នុងកម្មវិធី VCM ដដែលមកបន្ទាប់មកអ្នកគ្នាចូលមកកន្លែងអង្គរ SMP ហ្នឹងមកហើយអ្នកនរគ្នាខ្ញុំនិយាយបន្តិចកន្លែងចំណុចនេះអ្នកគ្នាបើសិនជាចូលលេង server លើកក្រោយអ្នកគ្នាមិនបាច់ copy អញ្ចឹងទេអ្នកគ្នាគ្រាន់ចូលទៅក្នុង server ទៅគឺអាចលេងបានហើយអ្នកគ្នាគ្រាន់ធ្វើការចុចកន្លែងបិទនេះហ្នឹងទឹកហ្នឹងមកអញ្ចឹងវាបិទកងតាក់ហ្នឹងហើយអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមកដល់ទីបញ្ចប់ផងដែរបាយបាយអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយហើយវីដេអូក្រោយអ្នកនរគ្នានឹងជួបខ្ញុំតែម្ដងណាបាទបាយបាយ